Okay សួស្តីអ្នកនរគ្នានៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សារៀនបន្តតាក់ទងជាមួយនឹងimage ហើយជាមួយនឹង link ដែលនៅក្នុងថ្ងៃនេះគឺការពីវីដេអូមុនគឺយើងបានសិក្សាជាមួយនឹង link ប៉ុន្តែនៅលក្ខណៈថ្មីនេះគឺយើងសិក្សា link មករួមជាមួយនឹង image តើគេប្រើប្រាស់វាមានលក្ខណៈបែបម៉េចអូខេអញ្ចឹងយើងនឹងសិក្សាអ្នកនរគ្នានៅក្នុងវីដេអូនេះហើយទៅលើ VS Code យើងចូលមកអូខេអញ្ចឹងសម្រាប់ធ្វើការប្រើប្រាស់ទៅលើ image បែបនេះ image គឺមានន័យថាជារូបភាពណាអូខេការប្រើប្រាស់ទៅលើ image ហើយបូករួមជាមួយនឹង link នៅក្នុងតែមួយតើគេប្រើប្រាស់វាមានលក្ខណៈយ៉ាងណាយើងនឹងសិក្សាអូខេអញ្ចឹងសម្រាប់ទៅលើ image tag ដែលខ្ញុំនឹងលើកមកយកសិក្សានៅក្នុងថ្ងៃនេះឧទាហរណ៍ថា image ចឹងសម្រាប់ image ដែលបូករួមជាមួយនឹង link ដែលយើងសិក្សានៅក្នុងថ្ងៃនេះគឺគេប្រើប្រាស់វាមានលក្ខណៈយ៉ាងម៉េចអូខេអញ្ចឹងដូចអ្នកនរគ្នាបានមើលនៅក្នុងរូបភាពនេះចឹងនិយាយថា To display an image in HTML you use the img tag which is empty/closing ជំនាញថានៅក្នុងកន្លែង clear នេះគឺមានថាដើម្បីបង្ហាញទៅលើរូបភាពនៅក្នុង HTML បានគឺគេប្រើទៅលើ img tag ដែលមានថាវាជាប្រភេទ tag មួយដែលវា start tag និង close tag នៅក្នុង tag តែមួយគឺមានថាវាជាលក្ខណៈ single tag អូខេហើយគេប្រើ the most basic image implementation require the SRC and ALT attribute ចឹងសម្រាប់ SRC ហើយជាមួយនឹង ALT នេះតើវាមានន័យដូចម្ដេចអូខេចឹងយើងនឹងសិក្សាអូខេឥឡូវនេះយើងអាចចូលមកកាន់ file របស់យើងណាអូខេអញ្ចឹងសម្រាប់និយមន័យរបស់គេមុនហ្នឹងគេបានបញ្ជាក់ថាគេប្រើទៅលើ img tag បែបនេះទៅហើយអូខេនៅពេលដែលខ្ញុំសរសេរបែបនេះអ្នកគ្រាន់តែ enter វានឹងចេញ src បូករួមជាមួយនឹង alt ឲ្យយើងអញ្ចឹងសម្រាប់ src ហ្នឹងគឺមានន័យដូចម្ដេចហើយ alt នេះតើមានន័យដូចម្ដេចអញ្ចឹងសម្រាប់ src គឺមានថាវាជាប្រភេទមានថាវាប្រៀបទៅជាទៅ name ទៅលើមានថាឈ្មោះរបស់ file រូបភាពរបស់យើងហ្នឹងណាអញ្ចឹងនៅពេលដែលអ្នកគ្នាធ្វើការមានទៅលើរូបភាពផ្សេងៗគឺវាតែងតែមានឈ្មោះនៅក្នុងហ្នឹងហើយអញ្ចឹងអ្នកគ្នាគ្រាន់តែយកឈ្មោះដែលមានស្រាប់នៅក្នុងអ្នកគ្នាបាន download រួចគឺយកឬក៏យ៉ាងម៉េចដាក់ចូលមកក្នុងហ្នឹងមកបានទេណាតែវាស្ថិតនៅរបៀបរបស់ខ្លួនហ្នឹងឯងរីឯ ALT គឺមានថាវាជា attribute មួយដែលគេប្រើវាសម្រាប់នៅពេលដែល file កន្លែង SRC នេះ VS Code HTML VS Code អញ្ចឹងនៅកន្លែង ALT ប្រសិនបើយើង VS Code តែយើងនៅពេលដែល VS Code តែយើងចង់ឲ្យវាចេញបែបម៉េចឧទាហរណ៍ថាយើងដាក់វាថា no image នោះវានឹងចេញមកហើយឧទាហរណ៍ថាឥឡូវនេះខ្ញុំមានមួយ .jpg ដែលវាជា file រូបភាពអូខេខ្ញុំធ្វើការ master មួយហើយយើងចូលមកវាប្រាប់ថា no image ដូចគ្នាជាមួយនឹងរបស់យើងនេះចឹងដោយសារអីដោយសារវាអត់មានរូបភាពទេនៅក្នុង folder HTML course របស់យើងគឺអត់មានរូបភាពទេវាមានតែ file HTML មួយ file CSS ធម្មតាអូខេអញ្ចឹងនៅពេលដែលវាអត់ស្គាល់ទៅលើនេះលេខ 1 jpg ដែលខ្ញុំសរសេរហ្នឹងចូលទៅវានឹងធ្វើការបង្ហាញទៅលើ no image ដែលខ្ញុំសរសេរប្រសិនបើយើងដាក់ as មួយទៀតក៏វាចេញឲ្យដែរអូខេគឺចេញបែបលក្ខណៈបែបហ្នឹងហើយប្រសិនបើយើងមានទៅលើ image ដែលមាននៅក្នុង folder HTML យើងឬក៏យើងមានយកចេញពី internet ក៏វាស្គាល់ដែរឧទាហរណ៍ថាឥឡូវនេះខ្ញុំនឹងចូលមកកាន់នេះចុះអូខេឥឡូវខ្ញុំចូលវាថា image បែបនេះហើយខ្ញុំចង់យករូបភាពបែបនេះចូលប៉ុន្តែខ្ញុំចង់ឲ្យចំណេញ space នៅក្នុង folder យើងអ្នកគ្នាគ្រាន់តែ ស្ដាប់អ្នកគ្នាយកពីថា copy image address អូខេរួចអ្នកគ្នាធ្វើការ paste ចូលនៅក្នុង src រួចអ្នកគ្នា share វាអូខេហើយខ្ញុំធ្វើការចូលមកកាន់ folder ចូលទៅកាន់ file របស់យើងមុនហ្នឹងឃើញអ្នកគ្នាបានរូបភាពមួយដ៏ធំនេះហេហើយវាអត់ចេញពាក្យ src ទេត្រូវវាអត់ចេញពាក្យ no image គេមានថាវាស្គាល់នៅក្នុងរូបភាពហ្នឹងអូខេហើយនៅក្នុងនេះសម្រាប់រូបភាពយើងក៏អាចដាក់ width ទៅលើទំហំរបស់វាបានដែរឧទាហរណ៍ថាខ្ញុំចង់ឲ្យវាបាន120 pixel អូខេវានឹងបញ្ចេញមកឲ្យយើង100 pixel អូខេហើយមួយទៀតប្រសិនបើយើងចង់នៅពេលដែលយើងចង់ឲ្យនេះនៅពេលដែលខ្ញុំចង់ចុចទៅលើរូបភាពហ្នឹងខ្ញុំចង់ឲ្យវាបង្កើតទៅលើចូលទៅកាន់ link របស់website មួយចុះឧទាហរណ៍ថាខ្ញុំចង់ឲ្យវាចូលមកកាន់ពីថាសបាយយូចុះ website របស់សបាយយូតើយើងត្រូវធ្វើដូចម្ដេចអញ្ចឹងអ្នកគ្នាគ្រាន់តែធ្វើទី1អ្នកគ្នាគ្រាន់តែ copy ទៅលើ link របស់វាអូខេហើយខ្ញុំចូលមកកាន់ពីថា A text អូខេប៉ុន្តែនៅកន្លែងនេះយើងមើលពីថា erase យើងត្រូវការ pass ចូលទៅអត់ប៉ុន្តែកន្លែង crossing tag របស់ erase នេះយើងត្រូវប្រើវាអីគេយើងត្រូវដាក់វានៅទីណាគឺមានថាខ្ញុំត្រូវដាក់វាចន្លោះរវាង img នេះ img tag ហ្នឹងតែកន្លែងនេះយើងត្រូវធ្វើដូចម្ដេចអញ្ចឹងខ្ញុំធ្វើការទាញយកនេះចុះមកក្រោមហើយខ្ញុំធ្វើការ pass crossing tag របស់ link របស់យើងហ្នឹងចូលមកខាងក្រោមរបស់ img វិញណាអូខេរួចខ្ញុំ save នៅពេលនោះវានឹងចុចនៅពេលដែលឃើញនៅពេលដែលមុនហ្នឹងគឺរូបភាពយើងវាចេញរបៀបភួន cursor ភួនប៉ុន្តែនៅពេលដែលខ្ញុំប៉ះទៅលើវាចេញសញ្ញាមេដៃមានថានៅក្នុងហ្នឹងគឺវាមាន link អូខេឃើញនៅពេលដែលខ្ញុំប៉ះទៅវានឹងចូលមកកាន់ official របស់ Sbayu website អូខេជឿមានលក្ខណៈបែបហ្នឹងហើយឧទាហរណ៍ថាប្រសិនបើយើងចង់ប្រើទៅលើ target ដូចខ្ញុំបានបញ្ចូលពីវីដេអូមុនចឹងគឺមានថាវាគឺជាទិសដៅដែលយើងចង់ដាក់ឲ្យវាទៅអូខេថាយើងចង់នៅពេលដែលយើងចុចទៅលើ link ហ្នឹងយើងចង់ឲ្យវាបង្កើតទៅលើទំព័រថ្មីអញ្ចឹងខ្ញុំប៉ះទៅវានឹងចូលមកកាន់ទំព័រថ្មីវាស្គាល់អូខេសារថ្មី againអ្នកឃើញវានឹងចូលមកកាន់ទំព័រថ្មីដោយសារទំព័រចាស់នៅដដែលអូខេជំរាបថាវីដេអូនេះយើងនឹងសិក្សារវាង img tag image បូកជាមួយនឹង link គឺមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាជួបអ្នកគ្នានៅវីដេអូក្រោយ